សូមសរសើរសាន់គុណខ្មែរតស៊ូប្រកួតរហូតដល់ចប់ទឹកទោះបីជារូបគេរងរបួសភ្នែកមើលមិនច្បាស់ទៅលើដៃគូប្រកួតកំឡុងពេលប្រកួតក្តីក៏រូបគេតស៊ូប្រកួតរហូតដល់ចប់ទឹកនេះសបញ្ជាក់ថារូបគេគឺជាកីឡាករប្រដាល់គុណខ្មែរដែលមានបេះដូងប្រយុទ្ធពិតៗតែម្ដងសាន់គុណខ្មែរជាកីឡាករដែលមានឱកាសក្នុងការដណ្ដើមពានរង្វាន់ធំៗជាច្រើនប៉ុន្តែរូបគេមិនទទួលបានលទ្ធផលល្អនោះទេរូបគេមានឱកាសប្រកួតដណ្ដើមរង្វាន់ឡានចំនួន2លើកនិងចាញ់ទាំង2លើកតែម្ដងហើយការប្រកួតរង្វាន់ធំៗរូបគេតែងតែឡើងដល់វគ្គផ្ដាច់ព្រាត់ជាក់ស្ដែងថ្មីៗកន្លងទៅនេះកាលពីថ្ងៃទី29ខែមករាឆ្នាំ2026នេះរូបគេបានប្រកួតម៉ារ៉ាតុងដណ្ដើមពានដោយរូបគេបានធ្វើយ៉ាងល្អខ្លាំងណាស់នៅជុំទី1ដោយរូបគេបានផ្ដួលកីឡាករមីយ៉ាន់ម៉ាឲ្យសន្លប់នៅក្នុងទឹក2ប៉ុន្តែចូលរួមសោកស្ដាយដោយរូបគេចាញ់ពិន្ទុកីឡាករសនរ៉ាគីមនៅវគ្គផ្ដាច់ព្រាត់សាន់គុណខ្មែរជាអ្នកប្រដាល់មកពីខេត្តកំពតក្នុងប្រទេសកម្ពុជារបស់យើងគាត់មានអាយុ27ឆ្នាំវាយក្នុងប្រភេទទម្ងន់60គីឡូក្រាមសម្រាប់ការប្រកួតរបស់គាត់គិតមកដល់ថ្ងៃទី1ខែកុម្ភៈឆ្នាំ2026នេះគាត់ប្រកួតបាន115ដងឈ្នះ91ដងផ្ដួលដៃគូឲ្យសន្លប់17ដងស្មើ17ដងនិងចាញ់7ដងសាន់គុណខ្មែរក៏ជាកីឡាករគុណខ្មែរល្អកណ្ដាប់ដៃមួយរូបផងដែរគេមកមើលឲ្យគេប្រាប់ថាបើហ៊ានអត់ទៅឲ្យចាញ់អូតូហ្មងជុំមកមនុស្សខ្ញុំចិត្ត